រីករាយថ្ងៃខួបកំណើតរបស់សំណប់ចិត្តបងអូនហើយថ្ងៃនេះនាំបងមកញ៉ាំអីតិចតួចលក្ខណៈគ្រួសារហើយនិយាយទៅសម័យខ្លួនម្ចាស់ខូបគេហ្នឹងគេអត់ដឹងទេគេអត់ដឹងថានៅពេលក្រោយក្នុងហ្នឹងគេមានអី surprise ទេអត់តាន់ដឹងទេតិចទៀតដល់វគ្គ surprise គាត់តិចតួចហើយសម្រាប់វីដេអូនេះធ្វើឡើងដោយអត់បានត្រៀមទុកទេហើយខ្ញុំញ៉ាំស្រាប់តាក្រុមការងារគេលើកផ្លែឈើទី2សម្រាប់អាហារសម្រាប់គេគ្រប់គ្នាបានទិញមកទីសម្រាប់ទុកយកទៅហើយមកចាស់គូគេរំភើបហើយរំភើបថាគាត់30ឆ្នាំហើយនិយាយទៅក៏អត់ដែលមានអ្នកណាធ្វើគូកណ្ដាលដល់គាត់ទេអញ្ចឹងជាលើកទី1សម្រាប់ខ្ញុំធ្វើគូកណ្ដាលឲ្យគាត់អញ្ចឹងគាត់រំភើបផងគាត់សប្បាយចិត្តផងហើយគាត់ធ្វើខ្លួនអត់ត្រូវទេគាត់ធ្វើខ្លួនអត់ត្រូវទេពេលហ្នឹងហើយមានអារម្មណ៍ថាសប្បាយចិត្តជំនួសគាត់ដែររំភើបដែរតែគាត់អត់ដែលធ្លាប់មានអ្នកណាធ្វើដាក់គាត់អញ្ចឹងឯងដល់ពេលអញ្ចឹងគាត់មានអារម្មណ៍រំភើបពេលហ្នឹងណាចង់និយាយថាចេះដល់ពេលហ្នឹងគាត់មានអារម្មណ៍ថាវ៉ាវគាត់អត់ចាប់អារម្មណ៍ថាប្រពន្ធទៅលួចធ្វើខ្សែកតាំងពីពេលណាថ្ងៃណាអីចឹងគាត់អត់បានចាប់អារម្មណ៍អីគាត់ដឹងថាថ្ងៃហ្នឹងថ្ងៃពិសេសបងឯងអញ្ចឹងយើងនាំគ្នាទៅញ៉ាំអីតិចតួចអីអញ្ចឹងមានណាប្រពន្ធឡើងចាក់កលែកនឹងបាក់ចកេះហើយសម្រាប់គាត់រំភើបឃើញគេគោះទ្រូងរហូតដល់រំភើបអូនឯងលួចតែធ្វើតាំងពីពេលណាធ្វើតាំងស្មោះណាហើយចង់និយាយថានាំគ្នារួមគំនិតគ្នាធ្វើស៊ីគាត់ហ្មងនិយាយទៅហើយវីដេអូហ្នឹងមួយដែរគឺអត់បានមកបង្អួតឬក៏សម្ញាញ់អីទេគ្រាន់តែធ្វើជាវីដេអូមួយដើម្បីរំលឹកអនុស្សាវរីយ៍ល្អសម្រាប់ពួកខ្ញុំទាំងពីរនាក់អញ្ចឹងណាហើយក៏បានចែកម្លែកទុកមើលថ្ងៃក្រោយទៀតអញ្ចឹងថ្ងៃខួបពិសេសបងអូនអត់មានអីច្រើនទេមានតែការជូនពរឲ្យបងមានសុខភាពល្អជោគជ័យនឹងការងារហើយសំខាន់គឺការងារបងរលូនរហូតអរគុណបងសម្រាប់ការស្រឡាញ់និងមើលថែអូនកន្លងមកនិយាយទៅទូអូនពាក្យស្ដីទូចធំអីក៏ដោយគឺបងអាចប្រកាន់ដែរហើយសំខាន់គឺអត់ចេះញ៉ាំស្រាណាប្រពន្ធចាក់ស្រាឲ្យញ៉ាំអត់ញ៉ាំទេសុខចិត្តញ៉ាំកូកាអញ្ចឹងលុយតាអូនហ្នឹងគឺមានតែប៉ុណ្្នឹងអរគុណច្រើន